សួស្តីខ្ញុំនឹងធ្វើការបង្ហាញរបៀបក្នុងការ install Ubuntu Server 24ចូលទៅក្នុងVirtualBox នេះគឺជាការដាក់ឈ្មោះVisual របស់យើងនេះគឺជាការកំណត់ទីតាំងcell file Visual របស់យើងនេះជា file ISO ក្នុងការ install Visual Server ចូលទៅក្នុងVirtualBox នេះយើងកំណត់ហើយអស់ហើយនេះខ្ញុំបានកំណត់អត់ដូច version របស់វា24.04 ដូចគ្នាកំណត់វាដូចគ្នាមកជំហានបន្ទាប់ខ្ញុំកំណត់ RAM វាចំនួន 4G ហើយ Core CPU សម្រាប់ចំនួន3មកខ្ញុំយក memory សម្រាប់store data របស់ខ្ញុំចូលនៅក្នុង hard drive ចំនួន200G មកយើងបានរៀបចំហើយអស់ហើយអញ្ចឹងយើងធ្វើការអនុវត្តចាប់ផ្ដើមមកយើងចុច start ដើម្បីវាដំណើរការយើងធ្វើការរងចាំយើងត្រូវចាំវាពេលហើយយើងចុចវាត្រូវការប្រាស់ពេលវេលាខ្លះដែរក្នុងការរងចាំតែនេះវាបាន load ហើយយើងត្រូវចុចវាយើងត្រូវពិនិត្យមើលឲ្យត្រឹមត្រូវត្រឹមត្រូវហើយយើងចុច confirm ទៅវាចំណាយពេលយូរបន្តិចក្នុងការនេះក្នុងការរងចាំវាឥឡូវវាកំពុងតែinstall ចូលហើយនេះចំណុចដែលយើងត្រូវកំណត់យកភាសាឥឡូវខ្ញុំយកភាសាអង់គ្លេសមកយើងចុចពិនិត្យមើលតើត្រឹមត្រូវអត់មកបើយើងត្រឹមត្រូវយើងចុចdone នេះយើងត្រឹមត្រូវទេយើងត្រូវកែកុនទៅតាមអ្វីដែលយើងចង់បានចុច done ព្រោះយើងមិនកែទៀតទេយើងត្រូវពិនិត្យមើលម្ដងមួយដើម្បីកុំឲ្យវាខុសអូខេត្រឹមត្រូវយើងចុច done មកចុច done ទៀតឥឡូវយើងធ្វើការរងចាំយើងត្រូវពិនិត្យមើលហើយយើងចុច done ហើយយើងចុច done ទៀតចូលចុះក្រោមមកឃើញចុច done ចុច done ទៅត្រូវពិនិត្យមើលវាម្ដងមួយពិនិត្យហើយយើងចុច done ទៅមុខទៀតហើយយើងពិនិត្យមើលពិនិត្យលក្ខខណ្ឌរបស់វាមកចុច continue មកយើងចាប់ផ្ដើមបញ្ចូល username ឈ្មោះរបស់យើងដំបូងឈ្មោះខ្ញុំជួយYamata
server name យើងកំណត់ server name អានេះកំណត់ user ដល់មកចុងក្រោយគេពីចុងក្រោយត្រូវដាក់ password ដូចគ្នាយើងត្រូវប្រយ័ត្នក្នុងការដាក់ password វាបើយើងរួចរាល់ហើយយើងចុច enter មកចុច continue បន្ទាប់ពីដែលយើងបានពិនិត្យរួចរាល់ហើយតែយើងត្រូវទីអីអត់ទេយើងត្រូវទៅមុខទៀតនេះយើងធ្វើវាចាប់ផ្ដើមធ្វើការ install ហើយវាចំណាយពេលយូរគួរសមដែរ
rồi cho reboot nào tới. Rồiយើងត្រូវធ្វើការចុចវា enter ដើម្បីឲ្យវាដំណើរការហើយយើងចុច enter ទៅវាអត់ដំណើរការទេហើយការ install របស់យើងបានជោគជ័យហើយដំបូងយើងធ្វើការ login ចូលហើយវាយ login យើងវាយឈ្មោះរបស់យើងចូលpassword យើងមើលអត់ឃើញទេព្រោះដាក់ hide បាត់ហើយអញ្ចឹងយើងវាយ password យើងមើលឃើញទេហើយ enter ចូលជោគជ័យហើយក្នុងការធ្វើតេស្ហ្នឹងមានថាវាខានន័យថាជាឈ្មោះរបស់ម្ចាស់ root ជាឈ្មោះ root របស់យើងហើយ PWS PWS កំណត់ទីតាំងហើយយើងនឹងឈរនៅទីតាំងណាហើយយើងចូលមើល sudo atp update ដើម្បី update វាហើយវាទា password យើងវាយ password ចូលខុសអត់ត្រូវយើងនេះខុសអូខេម្ដងទៀតអូខេចូលហើយហើយយើងនឹងជំហានបន្ទាប់យើងធ្វើការ upgrade វាហើយយកជំរើសយក Y មានន័យថាយ៉ា yes Y តូចក៏បាន Y ធំក៏បានអត់មានបញ្ហាអញ្ចឹងឯងពេលខ្លះយើងដាក់YES ពាក្យពេញរបស់វាក៏វាដែរហើយការ install វាហើយហើយយើងតេស្តមើលម្ដងទៀតតើដំណើរការត្រឹមត្រូវអត់ sudo ត្បូង who am I ត្រឹមត្រូវAWS
បន្ទាប់មកយើងធ្វើការ shutdown វា sudo shutdown slow down ខុស shutdown តែខ្វះមកពាក្យ shutdown now សួស្តីអ្នកនរគ្នាខ្ញុំនឹងធ្វើការបង្ហាញក្នុងការ install និង connect IIS ចូលក្នុង Ubuntu server នៅក្នុង VisualBox ហើយមុននឹងយើងធ្វើវាយើងត្រូវចូលក្នុងការ setting វាដំបូងសិនហើយបើដំបូងយើងត្រូវពិនិត្យមើល network យើងប្រើអីគេឥឡូវខ្ញុំប្រើ Wi-Fi wireless យើងត្រូវភ្ជាប់ទៅកាន់ wireless បើយើងប្រើ network យើងត្រូវភ្ជាប់ setting វាទៅកាន់ network នេះឥឡូវនេះខ្ញុំ setting ឲ្យអស់ហើយឥឡូវធ្វើការបន្តទៅមុខទៀតដំបូងយើង start វាសិនយើងធ្វើការរងចាំយើងប្រើប្រាស់ដើម្បីក្នុងការ install IIS នោះដើម្បីភ្ជាប់ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយដោយប្រើប្រាស់អ៊ីនធឺណិតហើយធ្វើការ login ហើយឈ្មោះ user របស់យើងចូល password ជំហានដំបូងយើងត្រូវធ្វើការ sudo ក្នុងការ update វា sudo update ទា password យើងត្រូវប្រើ password ចូលហើយធ្វើការ update ហើយបន្ទាប់មកយើងធ្វើការupgrade បើយើងចាំបាច់ត្រូវ upgrade ជំហានបន្ទាប់យើងត្រូវធ្វើការ sudo atp install open ssh server វាជួយក្នុងការឲ្យយើងអាចភ្ជាប់ពី server មួយទៅ server មួយបានក្នុងការ install វាពេលនេះយើង install ហើយបន្ទាប់មកយើងធ្វើការ enable វាដំបូងយើងត្រូវ sudo system control enable .now ssh ហើយយើងធ្វើការហើយបន្ទាប់មកយើងត្រូវ check មើលតើ IIS យើងវា active ឬក៏ enable នៅឥឡូវយើងធ្វើការ check sudo system control status ស្ថានភាព ssh នេះវាក្នុងការវា active ហើយមានន័យថាវា enable ហើយ active និង enable នេះអញ្ចឹងយើងធ្វើការបន្ទាប់មកក្នុងការenable firewall សម្រាប់ IIS ក្នុងការវាភ្ជាប់ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយបាន sudo usw allow ssh ហើយយើងក្នុងការ enable ហើយ allow ហើយអញ្ចឹងយើងធ្វើការ check IP របស់យើង IP A យើងត្រូវមើល IP address យើងមួយណានេះខាងក្រោមនេះ inet 192 168 31 197មកយើងធ្វើការ copy IP ហ្នឹងទៅដាក់នៅក្នុង Windows របស់យើង Windows command របស់យើងឥឡូវចូលក្នុង Windows ខ្ញុំបាច់ពាក្យ command prompt មកយើងធ្វើការ
ping វាហើយយើងក្នុងការវាយ copy ទៅតាម IP ដែលនៅក្នុង Ubuntu server ដែលនៅក្នុងVisual Box យើង192.31.197 ឬតេស្តជាប់ទេជាប់ចឹងន័យថាវាធ្វើការជោគជ័យហើយមកបន្តមកយើងធ្វើការតេស្តបន្តទៀតក្នុងការភ្ជាប់ជាមួយ SSH ហ្នឹងចូលទៅក្នុងUbuntu server របស់យើងនៅក្នុង VisualBox លើយើងធ្វើការទៅតេស្តដំបូងយើងវាយ SSH ឈ្មោះ user របស់យើងទៅមក add វាយ IP address របស់យើងចុច97មក enter មកវិធី password យើងពេលខ្លះវាដំបូងវាច្រើនវិធីក្នុងការ login របស់យើងចេះឬ no អញ្ចឹងយើងចុចបើយើងចង់ភ្ជាប់យើងត្រូវចុច yes បើយើងចង់ភ្ជាប់ទេយើងត្រូវចុច no តែឥឡូវខ្ញុំបានចុច yes ហើយម្ដងហើយអញ្ចឹងយើងវាយតែ password នោះទេចូលនេះចូលហើយ load yamata.add yamata អញ្ចឹងយើងធ្វើការតេស្តលើនេះដំបូងសិនឥឡូវយើងសួរ clear ដំបូងសិនឲ្យវាយើងសួរមើលបងសួរ who am I យើងជាអ្នកគេ user អីគេ Yamata មកយើងវាយ AWS យើងចូលទីតាំងណាហើយឥឡូវយើងតេស្តលើ command នេះវិញតេស្តwho am I Yamata ឥឡូវតេស្តលើយើងចូលទីតាំងណាត្រឹមត្រូវអញ្ចឹងសួស្តីអ្នកនរគ្នាខ្ញុំនឹងធ្វើការបង្ហាញ basic command ដែលខ្ញុំបាន install រួចរាល់ហើយដែល SSH server ចូលទៅក្នុង Ubuntu server នៅក្នុង VisualBox អញ្ចឹងយើងធ្វើការហើយក៏យើងធ្វើការប្រើប្រាស់ IP address វាហើយនេះគឺជា IP address របស់វាដែលខ្ញុំបានភ្ជាប់វាទៅចូលទៅក្នុងWindows command ហើយ
ចឹងនឹងធ្វើការចាប់ផ្ដើមbasic ដំបូងគឺយើងត្រូវដឹងថាយើងជានរណាគេ root យើង root អីគេឥឡូវ root ខ្ញុំគឺជួរយ៉ាម៉ាតាយើងឈរនៅទីតាំងណាចូលទីតាំង home និងជួរយ៉ាម៉ាតាមកយើងត្រូវធ្វើការ update វាដើម្បី process វាឥឡូវយើងធ្វើការ update វាហើយយើងត្រូវធ្វើការរងចាំពេលខ្លះអាចបើយើងមិនទាន់អាច update ទេវាចំណាយពេលក្នុងការ update យូរនេះខ្ញុំធ្វើការ update រយៈពេលខ្លីដល់មកចំពោះក្នុងការ upgrade វាសំខាន់មែនតើបើយើងមិនចាំបាច់ upgrade ទេយើងមិនបាច់ក្នុងការ upgrade ទេព្រោះបើ upgrade អាចមានបញ្ហាផ្សេងហើយធ្វើការ upgrade ព្រោះយើងអត់មានអ្វីដែលចាំបាច់ត្រូវមានបញ្ហាជាមួយក្នុងការ upgrade ទេតែមកឥឡូវខ្ញុំគេ upgrade ហើយឥឡូវ clear ចេញកុំឲ្យវាចង្អៀតមកខ្ញុំធ្វើការបង្កើត file យើងប្រើពាក្យថា touch svp 7.6 ឥឡូវវាចេញហើយវាឡូតចេញឥឡូវយើងបើកក្នុងការផលិតតែយើងបង្កើតវាហើយនៅប្រើ command ls ចេញនេះកើតហើយប៉ាល់របស់យើងsvp 7.6 ឥឡូវយើងចង់ដឹងថាវាទំហំម៉ែនវាប្រភេទអីគេឥឡូវនេះហំម៉ែន0 byte ព្រោះវាមានតន័យគេក្នុងនោះទេ0 bit ឬក៏ byte អត់ដឹងទេយើងត្រូវពិនិត្យមើលសិនយកអត់មាន0ហ្មងមួយ bit ក៏គ្មានដែរនេះស្មើមកកា byte folder នេះសិតរបស់វាក្នុងការ write read ហ្នឹងក្នុងការកំណត់សិតរបស់វាមានច្រើនប្រភេទមិនថាសិតវាមានច្រើនប្រភេទបើយើងរៀនសិតការ execute write អីផ្សេងហ្នឹងមានច្រើនឥឡូវយើងអត់ទាន់ដល់លក្ខខណ្ឌក្នុងការរៀនចូលស៊ីជម្រៅដល់កម្រិតនោះទេយើងរៀនត្រឹម basic សិនឥឡូវយើងនឹងធ្វើការបន្តមកយើងនឹងធ្វើការecho វា hello world ឥឡូវខ្ញុំធ្វើការ echo ដូចយើងចាប់ដើមដំបូងយើងសេកូដ hello world hello អីហ្នឹងយើងសរសេរcommand វានៅក្នុង Linux ដល់ hello world ដែរឥឡូវខ្ញុំចាប់បានធ្វើ hello world ហើយ svp 7.6 list send video ចេញមក hello world ហើយ svp 7.6 please send video ដល់ហើយយើងធ្វើការបង្កើត directory ឬក៏ folder ឥឡូវយើងធ្វើការ make directory នេះពាក្យកាត់របស់វានេះពាក្យហ្នឹងមានន័យថា make mk ហើយអានេះ directory ពាក្យ directory ឥឡូវដាក់ឈ្មោះពាក្យ command ហើយយើងដាក់ឈ្មោះ file យើង file គេ file svp 7.6 វា cannot create directory file exist មានន័យថានេះ file មួយ file directory ហ្នឹងអាចបង្កើតបានដែលមានឈ្មោះនេះឈ្មោះ svp 7.6 file exist មានន័យថា file ហ្នឹងមានហើយអញ្ចឹងយើងនេះយើងឃើញហើយឥឡូវយើងធ្វើការបង្ហាញម្ដងទៀតតើវាពិតជាមានពិតប្រាកដអត់នេះមានពិតមែនព្រោះយើងឈរនៅទីតាំងហ្នឹងយើងអាចបង្កើត file ហ្នឹងដដែលតើបើយើងឈរនៅទីតាំងផ្សេងយើងអាចបង្កើត file ហ្នឹងបានព្រោះយើងឈរនៅទីតាំងផ្សេងអញ្ចឹង file វាអត់មាន file ហ្នឹងដូចគ្នាទេសួស្តីខ្ញុំនឹងធ្វើការបង្ហាញក្នុងការបង្កើត file នឹងសរសេរអ្វីមួយចូលក្នុង file របស់យើងហើយនឹងធ្វើការបង្ហាញhostname computer device របស់យើងហើយនឹងការ remove file របស់យើងដែលយើងបានបង្កើតហ្នឹងហើយនឹង
លុបfile directory ឬក៏ folder របស់យើងហើយនឹងបង្កើតលុប file ដែលនៅក្នុង directory នោះចេញតែម្ដងទាំងអស់មិនបាច់លុបម្ដងមួយហើយនឹងការ clear screen ហើយនឹងបន្ទាប់មកយើងនឹងធ្វើការបង្ហាញ hard drive ក្នុងការ memory យើង CPU យើង hard disk របស់យើងប្រើម៉ានអញ្ចឹងហើយនឹងក្នុងការបិទការ run អ្វីមួយដែលវា run នៅក្នុង CPU របស់យើងដើម្បី save space របស់យើងឥឡូវយើងនឹងធ្វើការបង្ហាញទីមួយឥឡូវខ្ញុំធ្វើការភ្ជាប់រួចរាល់ហើយរវាងcomputer main computer និងVisual Ubuntu server របស់យើងដែលនៅក្នុងVisual Box ដោយខ្ញុំនឹងធ្វើការ step by step ឡើយយើងនឹងធ្វើការឆែកមើលយើងជាណាគេយើងឈរនៅក្នុងhost root របស់យើងឈ្មោះជូយ៉ាម៉ាតាហើយយើងឈរទីតាំងណាយើងmachine name យើងឈ្មោះគេ host name ឈ្មោះYamata CY Ubuntu ចាំមកយើងធ្វើការបង្កើតfile របស់យើង touch file name .tat ហើយបង្កើតហើយយើងធ្វើការ check តើមានអត់នេះមាន file name touch tat ឥឡូវយើងនឹងធ្វើការcheck មើលទៀតតើវាមិនទៀតនេះ clear ចេញដោយប្រើ command clear វានឹង clear អ្វីដែលយើងរានមុនហ្នឹងកុំឲ្យវាទៅផ្នែកញ៉ៃឥឡូវយើងធ្វើការសរសេរអ្វីមួយចូលទៅក្នុង file ដែលយើងទៅបង្កើតហ្នឹងfile name.tat ហើយចូលហើយយើងចង់សេគេចុះយើងសេថា ctech welcome svp.6 welcome ហើយយើងធ្វើបង្ហាញ am Yamata add IT manager add ABC bank ទៅមក I am ចងទៅឧទាហរណ៍ទៅមក add student ctech with year 3ឥឡូវយើងធ្វើការសរសេរហើយអញ្ចឹងយើងធ្វើចង់ save យើងត្រូវមួយណាចំណុចមួយណាយើង save នេះគឺការចេញ Ctrl X យើងធ្វើការ save វាឥឡូវយើងCtrl plus X មក reload ទៀតសួរថាយើងចង់ modify buffer ហ្នឹងអត់អញ្ចឹងយើងចុច yes បើយើងអត់ចង់ចុច yes ទេចុច no បើយើងចង់ cancel ក៏បានដែរដល់យើងចុច y ការ save ឥឡូវយើង save ហើយតមកយើងចង់ចេញយើង Ctrl C មកយើងតបយើងបានបង្កើត file ហើយយើងនឹងសរសេរអ្វីចូលក្នុង file ឥឡូវយើងចង់ run វាតែយើងចុចប្រើ command គេឥឡូវយើងប្រើ command cat នឹងការ run file ហ្នឹងយើងcat file name.tat នេះវាចេញមកហើយដូចយើងស្អីចឹងctech webcam svp.6 str តើដូចអ្វីដែលយើងបានសរសេរនៅក្នុងfile name.tat ហ្នឹងតើមកយើងចង់ធ្វើការ remove file ហ្នឹងចេញ
លើយើងនឹងធ្វើការ remove file ហ្នឹងយើងចុចrm file name.txt អូខេតែយើងrun អញ្ចឹងទៅវាអត់បង្ហាញថាយើងបាន remove វានៅទេតែឥឡូវយើង check មើលសិនបានដែរតែឥឡូវយើងចង់បង្កើតវាម្ដងទៀតដើម្បីចង់លុបវាម្ដងដាក់ទៀតដើម្បីឲ្យវាបង្ហាញថា file យើងបានលុបហើយដើម្បីឲ្យតែលុបហើយវាស្ងាត់ជ្រាបអញ្ចឹងយើងយ៉ាងបាក់ដែរហើយយើងធ្វើបង្កើតវាម្ដងទៀតហើយឥឡូវយើងធ្វើការលុបវាតែយើងត្រូវថែមពាក្យថា v នេះវាបង្ហាញថា remove file name.txt មានន័យថាវាបាន remove ហើយ clear ចេញឥឡូវយើងចង់ធ្វើការ remove directory របស់យើងតែមានឈ្មោះថា folder name ឥឡូវយើងធ្វើការបង្កើតfolder name នោះសិន make directory folder name s នេះ folder របស់យើងហើយយើងសាកធ្វើការ test remove folder ហ្នឹងហើយដំបូងតាម step ដំបូងសិនឥឡូវយើងដំបូងទៅយើងធ្វើការ cd មុនសិន cd ក្នុងការចូលថយក្រោយឬទៅមុខឥឡូវយើងចូលcd folder name ហ្នឹងហើយយើងទៅបង្កើតមកហ្នឹងឥឡូវចូលហើយយើងចូលអាណាឥឡូវយើងឆែកមើលយើងចូលទីតាំង name root Yamata folder ដែលយើងទៅបង្កើតយើងកំពុងតែចូលនៅ folder name ឥឡូវយើងក្នុងការចង់cd មកក្រោយមក step មកក្រោយវិញឥឡូវយើង cd step មកក្រោយវិញយើងឆែកមើលចូលទីតាំងណាតែបើយើងចង់មក default វិញយើង cd តែម្ដងមកវាមក default មកវិញមកមានណា file ពីម៉ានដែលយើងចូលជ្រៅទាំងម៉ានយើងមកទៅរងដាមមកវិញចូលនៅក្នុង C name house និងroot name របស់យើងYamata ជួ Yamata ឥឡូវយើងចង់ធ្វើការ remove folder ហ្នឹងចេញពី file ហ្នឹងឥឡូវយើងធ្វើការ remove វាលោកនេះធ្វើតែក្នុងការ remove directory name វា remove ហើយឆែកមើល remove ហើយតែឥឡូវយើងចង់បង្កើតវាដើម្បីពេលដែលយើងលុបហ្នឹងធ្វើការបង្ហាញវា directory remove អត់វិញនេះវាបង្ហាញថា remove ចុចវា remove ឥឡូវយើងធ្វើការបង្កើតនឹង write ចូលយកហ្មងបាច់យើងបង្កើតម្ដងហើយម្ដងទៀតអញ្ចឹងយើងធ្វើការ nano file name.txt នេះចូលទៅយកហ្មងវាបង្កើតឲ្យចូលយកហ្មងបាច់យើងសរសេរ comment ដែរចូលដែរឥឡូវយើងធ្វើការសរសេរតិច welcome I am Chu Yamata student at CTech Yamata year 3 semester 3 semester 2 group survey 2.6 course Linux lecture
line ដូចមួយហើយយើងធ្វើការសេចហើយឥឡូវយើងធ្វើការ cell control x មកយក y ហើយយើង control c ចុច x ដើម្បីx ដើម្បីចេញចុច cancel វិញហើយយើងធ្វើការ test run file មួយហ្នឹងfile ហ្នឹងបានបង្កើតហើយយើងក៏សរសេរអ្វីចូលក្នុងក្នុងហ្នឹងហើយដែរហើយយើងធ្វើការ test វា run មើលតើវាមាននៅក្នុងហ្នឹងអត់cat file name .txt នេះចេញមកហើយឥឡូវយើងធ្វើការចង់ធ្វើការ copy file ហ្នឹងចូលទៅក្នុងfolder ផ្សេងទៀតដោយយើងធ្វើប្រើពាក្យថា command source ដែល destination ទីតាំងដែលយើងចង់ save ហើយយើងធ្វើការដំបូងយើងអត់តមានយើងធ្វើការលុប file ហើយឥឡូវយើងធ្វើការបង្កើត file នឹងត្រឡប់វិញ file make directory folder name ls ឥឡូវយើងធ្វើការ copy វាឈ្មោះ file យើងហើយនឹង directory file របស់យើងដែលយើងចង់ save location destination ឥឡូវយើងធ្វើការ check ls folder អានេះយើង check ផ្ទាល់ហ្មងបាច់តែយើងចូលទៅក្នុង CD អីទេអានេះចូលក្នុងយកហ្មងបង្ហាញពី file នៅក្នុង folder name ហ្នឹងមានគេមាន file name អញ្ចឹងវាមានរបៀបពីរក្នុងការចូលទៅយើងចង់ CD ចូល folder ហ្នឹងហ្នឹងក៏បានដែរហើយនឹង ls វាចេញដូចគ្នា this set យក CD យកតែម្ដងក៏បានដែរឥឡូវយើងនឹងធ្វើការ move file ហ្នឹងទៅ file ផ្សេងទៀតន័យថាយើងចង់បដូរឈ្មោះ file ហ្នឹងមានន័យថា move បដូរឈ្មោះ file ហ្នឹងទៅឈ្មោះ file ផ្សេងទៀតឥឡូវនឹងបដូរឈ្មោះ file ហ្នឹងទៅជាអ្វីដែលយើងចង់បាន name.txt list ឈ្មោះ file យើងនេះឈ្មោះ file original យើងនេះឈ្មោះឬ default យើងឥឡូវចង់ដូរទៅឈ្មោះ file ថ្មីយើង svp ចុច6.txt ហើយធ្វើការបង្ហាញនេះវាបានបដូរនៅក្នុងហ្នឹងហើយលើ CD មកខលវិញបង្ហាញឥឡូវយើងចង់ធ្វើការ copy ពី copy នេះពី file នេះចូលទៅក្នុង file directory name នេះចូលផ្ទាល់ហ្មងឥឡូវយើងធ្វើការcp
file name.txt folder name វប់ successful យើង clear ចេញហើយធ្វើការ show អ្វីចូលមួយយើងថាធ្វើការហើយមកធ្វើការបតេស្តបន្ទាប់មកយើងនឹងធ្វើការតេស្តដូរឈ្មោះ file ដែលយើងបង្កើតហ្នឹងទៅជា file បន្ទាប់មកដែលយើងចង់ដូរឥឡូវធ្វើការតេស្តដូរថ្មីម្ដងទៀតទៅកាន់ file យើងមុនហ្នឹងយើងសាកធ្វើតេស្តម្ដងទៀតតែវាអាចបដូរនៅ file ផ្សេងទៀតបានអត់fv6 ចុច txt ចុចមើលវាធ្វើបានធ្វើការផ្លាស់ប្ដូរហើយយើងធ្វើការ run file ដែលយើងទៅផ្លាស់ប្ដូរហ្នឹងតែវាមានបាត់បង់អ្វីនៅក្នុងនោះអត់ដូចគ្នាវាអត់មានការផ្លាស់ប្ដូរវានៅដដែលឥឡូវយើងចង់remove file មួយហ្នឹងចេញពី location មួយហ្នឹងហើយធ្វើការ remove .v .sv 26.txt នេះវាបង្ហាញហើយការលុបចោលហើយ clear យើងចូលនៅទីម៉ាស៊ីនយើងឯគេចំហៀងបន្ទាប់យើងនឹងធ្វើការ remove directory folder ដែលយើងបានបង្កើតហ្នឹងដែលមានឈ្មោះថា folder ណាហ្នឹងចេញពីរបស់យើងឥឡូវយើងធ្វើការ remove តែមើលតែយើងអាច remove វាបានអត់បានទេ error មានបញ្ហាភាសាអីភាសាវាមាន file នៅក្នុងហ្នឹងអញ្ចឹងយើងអាចលុបវាកើតទេអញ្ចឹងបើយើងលុបត្រូវចូលលុបម្ដងមួយអញ្ចឹងបើយើងអត់ចង់លុបវាម្ដងមួយទេយើងមានជំហានដែលយើងអាចលុបវាម្ដងចេញមកឥឡូវយើងសាកធ្វើតេស្តអានេះវិញfolder remove folder name នោះក៏កើតដែរកើតដូចគ្នាប៉ុន្តែយើងនឹងធ្វើការលុបម្ដងលុបទាំងអស់ចេញពីក្នុងនោះម្ដងឥឡូវយើងធ្វើការ remove v .ov .folder name នេះ remove ទាំងអស់ remove file របស់យើងចេញពីហ្នឹងsvp.6 txt file name txt folder លុបចោលអស់ directory អីលុបអស់មកហើយយើងធ្វើការ check តើមានអត់មានទេវាបាត់ទៅអស់ហើយជំហានបន្ទាប់យើងនឹងធ្វើការ check មើលmemory នឹង memory hard drive យើងនិង RAM របស់យើងនិង CPU ឥឡូវយើងធ្វើការ check មើល CPU យើង ls CPU តាមម្ដងនេះចេញមកហើយ
ព័ត៌មានsea view របស់យើងមកទាំងអស់ហ្មងនេះជាទំហំម៉ានខsea view ដែលយើងមានចំនួន3នេះឥឡូវជំហានបន្ទាប់យើងធ្វើការឆែកទំហំដែលយើងfile ដែល run នៅក្នុងview បន្ទុក server ហ្នឹងតើមាន file ណាខ្លះវាស៊ីទំហំម៉ានធំតូចនេះមួយណាដែលស៊ីធំជាងគេឆែកមើលនេះលេខកូដរបស់វាCPU ស៊ីម៉ាន%% 0.3 ធំជាងគេហើយយើងមានការរ៉ាំងទៀតដែលយើងធ្វើឲ្យយើងស្រួលមើលហើយយើង Ctrl C មកហើយឈប់ហើយ clear ចេញហើយធ្វើប្រើ top វិញម្ដងនេះក្នុងការបង្ហាញprocess ដូចគ្នាឥឡូវយើងធ្វើការ update ជាមុនសិនដើម្បីយើងអាច install មុនយើង install អ្វីមួយថ្មីយើងត្រូវ update មុនដើម្បីទទួលtool ថ្មីឬ framework ថ្មីចូលមកតែបើយើងធ្វើការ upgrade វាអាចមានហានិភ័យច្រើនបើយើង upgrade វាអាចប៉ះពាល់ដល់ server របស់យើងព្រោះ upgrade ទៅអាច upgrade ដោយកូដដល់អីញ៉ៃអាចធ្វើ error ឬក៏ input output មានបញ្ហាអីចឹងវាអាចមានបញ្ហាពិបាកdebug វាពិបាក security មកអីផ្សេងvulnerability អាចមានបញ្ហាគេ hack អីផ្សេងច្រើនអាហ្នឹងតើអ្នកជំនាញខាងហ្នឹងបានគេដឹងថាអ្វីដែលគេត្រូវ update ហើយយើងធ្វើការ upgrade ឥឡូវយើងធ្វើការ update ជាធម្មតាសិនដើម្បីយក tool ថ្មី import password done បើវាអស់អីទេឥឡូវយើងធ្វើការ install tool ថ្មីចូលដែលយើងចង់ឬ tool ដែលយើងចង់ប្រើsudo apt install atop ចេញហើយវាចេញឥឡូវយើងធ្វើការហៅ tool ដែលយើងទើប install នោះយកមកប្រើសិនហើយឥឡូវបើយើងឧទាហរណ៍យើង install ហើយយើងចង់ uninstall វិញយើងប្រើ sudo atp remove ហើយវាយឈ្មោះដែលប្រភេទដែលយើងចង់ uninstall ទៅអូខេទៅវា uninstall យើងមកយើងនឹងធ្វើការ run អ្វីដែលយើងទើប install មកហ្នឹង tool ដែលយើង install មកហ្នឹងនេះធ្វើយើងស្រួលមើលជាងមុនស្រួល verify ស្រួល check ស្រួល modify ផ្សេងត្រួតពិនិត្យឬកែប្រែអ្វីមួយតែយើងស្រួលជាក់ភ្នែកតែម្ដងឥឡូវយើងនឹងធ្វើការsearch មើលអ្វីដែលយើងចង់លុបឧទាហរណ៍យើងចុចS3 ទៅដើម្បី search នេះវាចុច S3 យើង search ឧទាហរណ៍បានជាប្រភេទfile គេបើយើងលុបចង់លុប file មួយយើងត្រូវឆែកមើល file ហ្នឹងហើយយើងនេះ copy PID ដែល file ដែលយើងចង់លុបឧទាហរណ៍យើងចង់ទៅប្រសេសឲ្យមួយអញ្ចឹងយើងត្រូវ copy file ហ្នឹងមកហើយ copy ឧទាហរណ៍9019អញ្ចឹងយើង copy មកឧទាហរណ៍យើងចាំ note ទុក9019ហើយយើងកត់ចំណាំទៅ
ហើយយើង control C ដើម្បី stop process វាហើយយើងធ្វើការបញ្ឈប់ឬក៏ clear process មួយហ្នឹងយើងដោយប្រើ clear លេខ9យើងត្រូវមានន័យថាយើងខ្ពស់គេបំផុតក្នុងការ stop process មានន័យថាអ្វីទាំងអស់គឺ stop process ទាំងអស់យើងត្រូវចុច9 90 19ហើយយើងអូខេទៅវានឹង stop process ហ្មងហើយយើងនឹងបកស្រាយទេបើអ្នកចង់ធ្វើការ stop បញ្ឈប់ process ហ្នឹងយើងអាចប្រើ command ហ្នឹងបានឥឡូវយើងធ្វើការឆែក RAM នេះ RAM របស់យើងចំនួន4G យកចំនួនប៉ុណ្ណឹងយកទៅចែកជាមួយ1042ឬក៏48ទៅយើងនឹងឃើញចំនួនទំហំរបស់យើងប៉ុន្មានហើយទំហំ total នេះទំហំដែលតនេប៉ុន្មានទំហំដែលបានប្រើប្រាស់ប៉ុន្មានឥឡូវអានេះពិបាកមើលក្នុងផ្នែករបស់យើងបាទតិចបាទអានបាទវិភាគឥឡូវយើងធ្វើការប្រើ comment ទៀតក្នុងការដែលយើងអាចសួរងាយស្រួលក្នុងការវិភាគឥឡូវយើងប្រើ comment free ដក x នេះយើងឃើញចំហបាន 4G ហើយបានប្រើចិត្តកន្លះG តនេ 2G ចិត្តខ្លះតមកយើងធ្វើការឆែកហាត់ត្រៃទំហំហាត់ត្រៃយើងបើបងបាន5បានដល់អេទំហំវាបាននេះ clear ចេញហើយយើងធ្វើការបង្ហាញគ្រប់ទំហំfile មិនថាយើងប្រើ SD ឬក៏ HDD ឬក៏ hard drive អីក៏ដោយវាបង្ហាញចេញមកទាំងអស់ដែល memory ដែលយើង store នៅក្នុងហ្នឹងហ្មងដែលយើងមានហ្មងL S B L K នេះវាបង្ហាញចេញមកទាំងអស់នេះឃើញមាន swap ជាវាជួយឲ្យយើងក្នុងការmemory ក្នុងការជួយក្នុងការចងចាំ memory របស់យើងវាជួយច្រើននេះរបស់ខ្ញុំអត់មាន swap ផងឥឡូវជំហានបន្ទាប់យើងធ្វើការបង្ហាញIP address ឥឡូវយើង IP address ហ្នឹងយើងដឹងហើយជាអ្វីនេះ IP address វាមានពីររបៀប IP address A ចេញមកដូចគ្នាពីហ្នឹងយើងប្រើមួយណាបាន IP address IPADDR ឬក៏ IPA យកទៅមកក៏បានដែរស្រេចចិត្តយើងពេញចិត្តប្រើមួយណាយើងប្រើមួយនោះទៅ
ស្ដីខ្ញុំនឹងធ្វើការបង្ហាញរបៀបក្នុងការបង្កើត user 4របៀបដំបូងយើងត្រូវដឹងថាយើងជាអ្នកគេដំបូងកិនចូលទីតាំងណា hostname អីគេហើយដឹងថា version OS យើងគេដល់ប្រើ cat etc os.release OS version យើងវាបន្ទូយើង 24.04.4 long term support យើងត្រូវការ clear ដោយធ្វើការពិនិត្យមើលuser យើងដល់ប្រើ cat etc/pass wd នេះ user របស់យើងចាប់ពីមកពណ៌ឡើងទៅលើគឺជា user មនុស្សយើងអ្នកបង្កើតក្រៅពីហ្នឹងចាប់ពីប្រយចុះហមទៅគឺជាសតែកុំព្យូទ័រអ្នកបង្កើតវាធ្វើការ clear ដោយយើងចាប់បានធ្វើការ clear ដោយប្រើ Control L clear វាជំនួសក្នុងការយើងវាយពាក្យ command clear ឥឡូវយើងនឹងធ្វើការចូលទីតាំងណាយើងពិនិត្យមើលម្ដងទៀតពេលហ្នឹងជា basic user ដែលយើងប្រើមើល folder មកអីធម្មតាទេតែជា admin ហ្នឹងវាជាយើងអាចប្រើ command management administrator command បានឥឡូវយើងនឹងធ្វើការបង្ហាញរបៀបក្នុងការបង្កើត user របស់យើងដោយប្រើ command sudo user add ctech ជោគជ័យយើងធ្វើកើតបានហើយយើងប្រើលេងចូលមើលវា cat etc pass us នេះយើងធ្វើការកើតបានជោគជ័យហើយ ctech នេះហើយយើងធ្វើការចូលទៅ home ពិនិត្យមើលls តាមមានសតិទេអត់មានទេហើយយើងចូលមើល default របស់យើងវិញតាម default យើងធ្វើការពិនិត្យមើលម្ដងទៀតបន្តមកយើងធ្វើការ delete user មួយហ្នឹងប្រើ command sudo user del ctech delete ជោគជ័យឥឡូវយើងធ្វើការមើលម្ដងទៀតបាទហើយយើងលែងមានហ្នឹងទៀតហើយជំហានទី2ក្នុងការបង្កើត user home directory automatic វាសំខាន់ក្នុងការបង្កើត user វាជួយច្រើនក្នុងការបង្កើត user ហើយប្រើ sudo user add ctech ជោគជ័យហើយយើងធ្វើការពិនិត្យមើលមានអត់មាននេះជោគជ័យមកវាជួយវាបង្កើត folder ctech ឲ្យយើងហើយយើងធ្វើការបងយើងបង្កើត basic នោះអត់មានhome សម្រាប់ ctech ឡើយយើងប្រើ command នេះរបៀបទី2នេះយើងអាចបង្កើត home សម្រាប់ ctech នោះបានដែលយើងទៅបង្កើតសម្រាប់ user នោះបានហើយធ្វើការ cd home នេះឃើញ ctech មកយើងធ្វើការ cd ទៅ default វិញ sudo pass ក្នុងការកំណត់ password វាដើម្បីយើងធ្វើការ login ចូលបាន sudo pass wd ctech password 1 2 3 password 1 2 3 successfully ហើយយើងធ្វើការពិនិត្យមើលវាតែយើងអាចមើលឃើញ password វាបានអត់មើលឃើញទេនេះអត់មាន password ទេហើយធ្វើការ login ចូល user ហ្នឹងប្រើ command su ctech ហើយ password 1 2 3ចូលហើយហើយសួរថាយើងជាអ្នកគេ ctech ត្រឹមត្រូវចូលទីតាំងណា home ជួយមតា
ហើយយើងធ្វើការcd ចូលទៅកាន់ home search មើលគេអាចចូលបានអត់ចូលបានជោគជ័យហើយធ្វើការចូលទីតាំងណាhome search ហើយធ្វើការបង្កើតdirectory នៅក្នុងនៅក្នុងsearch ហ្នឹងអាចបានអត់អាចបានយើងពិនិត្យមើលមានមកឥឡូវយើងធ្វើការលុប user ហ្នឹងចេញវិញក្នុងការបង្កើត user ហ្នឹងនៅក្នុងកើត user ផ្សេងទៀតនៅក្នុង site ហ្នឹងនិយាយតែអាចបង្កើតបានអត់ sudo user add 001 password 183កើតអត់បានទេព្រោះយើងមិនសិតក្នុងការបង្កើតនោះទេឥឡូវយើងប្រើចូលទៅ login ចូលoriginal user របស់យើងវិញឬក៏ default user យើង white password ចូល clear យើងចូលទៅក្នុងទីតាំងដើមរបស់យើងវិញ OMI ត្រឹមត្រូវជួយ៉ាមតាមកយើងចូលទីតាំងណាត្រឹមត្រូវទីតាំងរបស់យើងតាមវិញហើយហើយយើងធ្វើការចូលមើលuser យើងនេះពិនិត្យមើលហើយយើងនឹងធ្វើការ delete វា delete user ដែលយើងទៅបង្កើតហ្នឹងដោយសារវាមាន folder ក្នុងហ្នឹងវាមានដំណាក់កាលច្រើនក្នុងការលុបវាចោលមិនមែនសួរដូចuser មុនទេយើងអត់លុបម្ដងហើយនេះយើងត្រូវវាយ command ច្រើនតង់ដើម្បីយើងធ្វើការលុបវាចោលបាន sudo user layer syntax ហើយយើងនេះជាកូដដែលយើងត្រូវ clear វាដើម្បីយើងអាចលុបវាបាន cat sudo clear លេខ4កម្រិត9យើងវាយលេខកូដចូលទៅ1692ការ clear វានេះវាបង្ហាញថាវាបាន clear ហើយហើយចូលពិនិត្យមើលហើយយើងធ្វើការ sudo delete វាម្ដងទៀតជោគជ័យយើងធ្វើការលុបវាបានជោគជ័យហើយធ្វើការ clear ចេញចូលមើលhome របស់យើងតែនៅទីអត់វានៅ file ក្នុងហ្នឹងដែលយើងធ្វើការលុប file ហ្នឹងចេញឥឡូវយើងធ្វើការពិនិត្យយើងទៅ delete មុននោះសិនតែលុបចេញហើយលុបចេញបានទៅជោគជ័យអត់មានស៊ីតិចទៀតទេហើយយើងចូលមកកាន់ home សារថ្មីវិញម្ដងទៀតហើយយើងចូលទៅកាន់home ពិនិត្យមើល home យើងនេះស៊ីតិចយើងចង់លុប file ហ្នឹងចេញបងយើងត្រូវពិនិត្យយើងជាណាគេតាំងណាហើយយើងនឹងធ្វើការលុបវាតាមរបៀបផ្សេងជាច្រើនទៀតsudo remove ovs តិច
ព្រោះយើងឈរទីតាំងត្រឹមត្រូវទេយើងត្រូវឈរទីតាំងត្រឹមត្រូវនៅកន្លែងដែលយើងឈរហ្នឹងដើម្បីឲ្យយើងអាចលុបវាបាន CD CD home ឥឡូវយើងឈរទីតាំងហ្នឹងមានអត់មានហើយយើងធ្វើការលុបវាចោលហើយមើលម្ដងទៀតយើងលុបខុសឈ្មោះនេះជោគជ័យហើយយើងលុបបានជោគជ័យហើយហើយយើងមើលវាម្ដងទៀតតើបាត់ទេបាត់ហើយយើងធ្វើទៅកាន់ទីតាំងដើមរបស់យើងវិញ clear ចេញមកយើងចប់ជំហានទី2ហើយឥឡូវយើងចូលជំហានទី3វិញក្នុងការបង្កើត user shell ដែលយើងធ្វើការ sudo user add .m as bin bash stack ជោគជ័យធ្វើការផលិតមើលនេះកើតបានជោគជ័យហើយឥឡូវធ្វើការ login ចូល login អត់ចូលទេព្រោះយើងអត់តបាន ដាក់ password វាយើងធ្វើការដាក់ password វាដំបូងគេសិនពេលដំបូងជឿដឹងថាយើងជាអ្នកគេដំបូងសិនទីតាំងណា ls ធ្វើការចូល home តិចមានទេបងយើងត្រូវធ្វើការកំណត់យើងដឹងជាណាគេមុនយើងនរណាដើម្បីជិះវាក្នុងការយើងលុបខុសអ្វីមួយពេលដែលយើងលុបទៅមានបញ្ហាយើងវាបាក់ត្រឡប់មកវិញបានហើយដំបូងយើងការកំណត់ password វាដំបូងគេសិន1 2 3 password 1 2 3ជោគជ័យឥឡូវធ្វើការ clear ឥឡូវយើងសាក login ចូលម្ដងទៀតហើយចូលបានជោគជ័យអត់ password 1 2 3ជោគជ័យហើយយើងដឹងថាយើងជាអ្នកគេ who am I វាតែត្រឹមត្រូវ ls access deny ព្រោះវាមិនសិតក្នុងការចូលមើលទេឥឡូវយើងcd ទីការ home site របស់យើងយើងចូលទីតាំងណា home site យើងកើត folder ឲ្យ user ហ្នឹងហើយយើងធ្វើការចូលទៅកាន់user default យើងវិញOMI ត្រូវយើងចូលទីតាំងរបស់យើងយើងទៅកន្លែងទីតាំងដើមរបស់យើងវិញដើម្បីធ្វើការcd home user យើង AMI.a s ចូលទីតាំងណាហើយមកយើងនឹងធ្វើការកំណត់ក្នុងការ delete user ដែលយើងទៅបង្កើតហ្នឹង Windows user this text
sudo clear board ជោគជ័យយើង clear បានជោគជ័យហើយតបមកយើងនឹងធ្វើការ sudo clear យើងធ្វើការ delete តិច password លេខបានជោគជ័យហើយយើងធ្វើការពិនិត្យមើល cat agency pass UD តែលោកបានជោគជ័យហើយលោកបានជោគជ័យហើយយើងធ្វើការ clear ដោយប្រើ control L ពិនិត្យមើល home របស់យើងមាន folder ស្ទើរទេមានមកយើងនឹងធ្វើការលុប folder នោះចោលcommand ដដែលរបស់យើងហ្នឹងធ្វើការលុបវាចោលជោគជ័យពិនិត្យមើលម្ដងទៀតតែវានៅមានអត់មានទេបាត់ហើយជំហានទី4ក្នុងការបង្កើត user របៀបលឿនឆាប់រហ័សហើយយើងធ្វើការ clear ចេញដំបង clear សិនហើយពាក្យ command sudo ក្នុងការបង្កើត user យើងឆាប់រហ័សលឿនតែហ្មងតិចបងយើងធ្វើការដាក់ password 1 2 3ជោគជ័យមកយើងទៅកំណត់ឈ្មោះអីគេដាក់ឈ្មោះថា Citec Institute password អញ្ចឹងអត់ដឹង រួមវាគេទេអត់ដឹងលេខទូរស័ព្ទនិយាយទេការយើងគេអីគេទេ home យើងគេទេហើយនឹង other វាទេតែយើងពេញពោះមានធំត្រូវអត់យើងថា yes ចុះត្រឹមត្រូវហើយហើយយើងបង្កើតបានជោគជ័យហើយលឿនហ្មងហើយយើងធ្វើការពិនិត្យមើលការជោគជ័យនេះឈ្មោះ Citec ហើយធ្វើការការ login ចូលយើងមិនបាច់ទៅកំណត់ password វាទៀតទេហើយយើងធ្វើការ sudo Citec login password 1 2 3ចូល clear វាចេញជោគជ័យហើយយើងណាគេ who am I ចូលទៅតាមណាហើយធ្វើការចូលទីតាំងCitec វិញយើងចូលទីតាំងណាត្រឹមត្រូវឥឡូវយើងធ្វើការ log out ពី user ហ្នឹងដោយរបៀបលឿនឲ្យញញៃហើយធ្វើប្រើ command exit លឿនចាញ់យកត្មងឥឡូវយើងចូលទីតាំងណា who am I លុកចាញ់ពីនឹងយកតែម្ដងលឿនត្រឹមត្រូវdefault យើងជួយយ៉ាម៉ាតាចូលទីតាំងណាជួយយ៉ាម៉ាតាត្រឹមត្រូវហើយយើងធ្វើការ do reboot បាទអរគុណច្រើនដែល